có chuyện đầm na để mùi quất để dân ai rồi phật chạ tục bàn mình miên ti cái lãnh xem sam để ai tầm bây dân phật làm ti cột nặngក្នុងលោកនេះដើម្បីនឹងថាទៅកម្មទីណាហើយកុំឲ្យមានចោលកុំឲ្យមានទុកទោសគ្រោះថ្នាក់បាក់ដៃបាក់ជើងកុំឲ្យមានការរវល់លឿយហត់ដោយការធ្វើដំណើរដោយការនិយាយស្ដីដោយការនឹកគិតក្នុងលោកនេះមិនមានឡើយទេនឹងសំបីតកម្មទេវលោកព្រហ្មលោកក៏មិនអាចរួចផុតអំពីគ្រោះថ្នាក់គឺជារាជាធិនិងមរណៈបានឡើយនឹងគឺជាដំណើរក្នុងវដ្តសង្សារពិចារណាមើលចុះមានកន្លែងណាដែលគួរឲ្យយើងថាជាទីពឹងពាក់បំណែកអាស្រ័យជាបង្អែកឲ្យខ្សែផ្សាមតាមផ្លូវចិត្តបានទេបែរទៅមើលវត្ថុទាំងឡាយក៏មិនអាចដើម្បីជាទីពឹងបានបុគ្គលទាំងឡាយសំបីភរិយាស្វាមីជាកូនជាចៅយ៉ាងណាក៏គ្រាន់តែថាមេត្តាករុណារាប់អានសង្គ្រោះអនុគ្រោះដល់គ្នានឹងគ្នាតែប៉ុណ្ណោះប៉ុន្តែនឹងថាឲ្យជាទីពឹងរួចផុតអំពីសេចក្តីទុក្ខសេចក្តីសោកសេចក្តីខ្វាយខ្វល់សេចក្តីរវល់នោះពុំមានឡើយនឹងរឿងរ៉ាវទាំងអស់ដែលធ្លាប់បានជួបបានប្រទះហើយនឹងបានជ្រាបបានដឹងថានឹងបានជួបបានប្រទះយ៉ាងនេះយ៉ាងណាក្នុងលោកនេះមិនអាចដើម្បីមានរឿងអ្វីបុគ្គលអ្វីវត្ថុអ្វីគួរឲ្យប្រកាសណាគុណចាស់ញាតិញោមប្រុសស្រីលះបង់មិនបានទេបើសិនជាមាននរណាមួយមកប្របួលថាមកទៅនិព្វានជាមួយខ្ញុំដោយមិនចាំបាច់វិលត្រឡប់និមន្តទៅកត់លាញាតិញោមឬដើម្បីអញ្ជើញទៅផ្ទះប្រាប់កូនប្រាប់ចៅទៅឥឡូវហ្នឹងនិមន្តហ្នឹងអញ្ជើញទៅទៀតដោយមិនចាំបាច់អាឡោះអាល័យស្ដាយបុគ្គលណានៃរឿងអីវត្ថុអីទាំងអស់ព្រោះថាបើសិនជាមានបុគ្គលណានាំបកករណាគុណម្ចាស់នាំយើងទាំងអស់គ្នាហ្នឹងទៅព្រះនិព្វានឥឡូវហ្នឹងនិមន្តទៅអញ្ជើញទៅហ្នឹងចឹងទៀតហ្នឹងមាននឹកស្ដាយអីទៀតមានអីដើម្បីនឹងថាគួរឲ្យជាទីកក់ក្ដៅនៃចិត្តគួរឲ្យជាទីខ្សែមខ្សានបានរួចផុតចាកទុកបានទីពឹងក្នុងរបស់នឹកអញ្ចឹងយើងពិចារណាមើលគ្រាន់តែថាការដែលនៅមានជីវិតរស់មានឱកាសខ្លះសប្បាយរីករាយនឹងជួបជុំក្រុមគ្រួសារបានលៀបសក្ការៈបានយសយ៉ាងណាប៉ុន្តែថាវាមិនមែនជារឿងត្រជាក់ខ្សែមនៅក្នុងលៀបយសសក្ការៈការជួបជុំនោះឯណាព្រោះជាធម្មតាដោយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហើយមិនមានការជួបជុំឯណាក្នុងលោកនេះដែលថាបុគ្គលបានដោយថិតថេរបានដោយទៀងទាត់ដែរនឹងថាកុំឲ្យប្រត់ប្រាស់ទៅកុំឲ្យវិនិច្ឆ័យទៅចំពោះសង្ខារធម៌ដែលកើតហើយដែលមានហើយដែលបច្ច័យតតែងហើយគឺធម្មតាជាសច្ចៈនៅក្នុងសភាវៈនោះត្រូវតែត្រុតត្រោមទៅអញ្ចឹងរឿងហ្នឹងតែយើងដើម្បីសង្ឃឹមអីពឹងអីឲ្យថាបានទីពឹងក្នុងរបស់ហ្នឹងដូចជាបុគ្គលដើរតាមផ្លូវរើសបានរបស់នេះជារតនវត្ថុសម្ពុតក៏អាវមាសប្រាក់ចំណីចំណុកអីហ្នឹងយ៉ាងណាស្រាប់តែថាមានចោរហ្នឹងមកលួចមកប្លន់សម្លុតគម្រាមកំហែងយកអស់ទៅក៏អស់ទៅហើយខំប្រឹងដើរទៀតទៅរើសទៀតទៅប្រម៉ែប្រមូលវិច្ចស្ពាយទៀតទៅជញ្ជូនដាក់រទេះទៀតទៅល្មមតែបានព្រាន់បើហើយចោរមកលួចមកប្លន់សម្លុតគម្រាមកំហែងយកអស់ទៀតទៅតាមដំណើរផ្លូវតែអញ្ចឹងជាច្រើនរយដងហើយចុះបើច្រើនរយដងច្រើនពាន់ដងអញ្ចឹងហើយនៅពេលដែលបានជួបប្រទះនៅរបស់តាមផ្លូវហ្នឹងរើសវិច្ចស្ពេកជញ្ជូនដាក់រទេះហ្នឹងគិតដើម្បីត្រេកអរនឹងរបស់ហ្នឹងតទៅទៀតឬក៏មុខតែដឹងថាបើអាត្មាអញនៅតែខំប្រឹងរើសខំប្រឹងជញ្ជូនទុកដាក់ចោលហ្នឹងវាមកលួចមកប្លន់ទៅទៀតតែដែរអញ្ចឹងម្ល៉េះរឿងហ្នឹងយើងមានអីដើម្បីទៅត្រេកអរសប្បាយរីករាយដូចមុនដំបូងដែលយើងមិនទាន់ដឹងតែមានចោលលួចចោលប្លន់តាមផ្លូវទៀតតែអញ្ចឹងដូច្នេះយ៉ាងណាវដ្តសង្សារដែលមានការកើតហើយយ៉ាងណារមែងមានចោលដែលធ្វើឲ្យវិនិច្ឆ័យទៅជាធម្មតាដែលមានការមិនទៀងការអស់ទៅការសូន្យទៅនេះប្រៀបបីដូចជាចោលដែលអាចដើម្បីឆក់ដណ្ដើមលួចប្លន់យកនៅទ្រព្យសម្បត្តិអ្វីណាដែលថាបានកើតឡើងហើយដែលមានហើយដែលបច្ច័យតតែងហើយក្នុងភពជាតិកំណើតនោះគឺដែលកុំឲ្យចោលលួចចោលប្លន់ឆក់ដណ្ដើមយកទៅវិញនោះពុំមានសោះឡើយ
នឹងឯងហើយដែលគួរឲ្យធុញទ្រាន់ដែលគួរឲ្យនឿយណាយនឹងវត្តសង្សារក្នុងជាតិកំណើតក្នុងវត្ថុអ្វីៗសពគ្រប់ប្រការដូច្នេះនៅក្នុងពិភពដែលចង្អៀតចង្អល់តាមតឹងរបៀបនឹងបើសិនជាមានអ្នកណាស្មោះស្ម័គ្រហើយអាចដើម្បីមានលទ្ធភាពមកអញ្ជើញមកនិមន្តមកអញ្ជើញដាក់យានជំនិះដើម្បីនាំទៅកាន់ព្រះនិព្វានឥឡូវទៅទេទៀតហ្នឹងចឹងរឿងអីដែលថាយើងមិនទៅមានអីដែលគួរឲ្យយើងស្ដាយអឡោះអាល័យនៅក្នុងសេចក្តីហ្នឹងចឹងប៉ុន្តែការពិតវាអត់អាចមានបុគ្គលណាមានសមត្ថភាពដើម្បីមកនាំបកណាគុណម្ចាស់ខ្ញុំកដាស់ខ្ញុំបាទទៅព្រះនិព្វានទាំងស្រស់ដូចជានាំទៅលេងទីកន្លែងណាដូចជាថាព្រៃភ្នំឬក៏ដូចជាថាសេកសកកែបកំពង់សោមសមុទ្រអីហ្នឹងចឹងវាអត់មានអាចមានសមត្ថភាពនៃបកុលណាមកនាំបកណាគុណម្ចាស់ទៅនិព្វានបានរបៀបដូចជានាំដើរលេងក្នុងលោកនេះទេប៉ុន្តែពិតមែនតែមិនអាចមានបកុលដតីណាមកនាំបកណាគុណម្ចាស់ញាតិញោមយើងទាំងអស់ទៅបានក៏ពិតមែនប៉ុន្តែព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាក្នុងសាសនានេះមានព្រះធម៌ដែលជាគ្រឿងនាំយើងជាពុទ្ធបរិស័ទនឹងឲ្យចេញចាកលោកបាននឹងពិតមែនតែមិនមានបកគលជាអ្នកនាំដូចជានាំទៅលេងទីនេះទីនោះក៏ពិតមែនប៉ុន្តែមានព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយចង្អុលប្រាប់ហើយនឹងព្រះធម៌នឹងឯងដែលអាចជាគ្រឿងនាំយើងនឹងឯងចេញចាកលោកដូច្នេះព្រះធម៌នេះគឺជាព្រហ្មយានគឺជាយានដ៏ប្រសើរដែលកើតឡើងនៅក្នុងខ្លួននៃបុគ្គលណាបុគ្គលនោះគឺពិតជាអ្នកប្រាជ្ញហើយទាំងអាស្រ័យយានជំនិះជិះចេញចាកខន្ធទៅលោកនេះបានយ៉ាងប្រពៃទៅតែម្នាក់ឯងដែលមិនអាចបបួលអ្នកដទៃណាជាគម្រប់ពីរឲ្យទៅជាមួយឡើយសំបីតែបុគ្គលនោះមានសេចក្តីចិត្តស្និទ្ធយ៉ាងណារាប់អានយ៉ាងម៉េចម្ដេចម្ដាបើថានៅដោយការជាប់ជំពាក់ទេនោះក៏វាមិនបានទៅទាំងអស់ទេគ្នានឹងដូច្នេះក្នុងដំណើរហ្នឹងមិនមែនជាដំណើរដែលដើរទៅដោយការជាប់ជំពាក់ដោយការអឡោះអាល័យនិងដោយការយំយេកក្នុងការព្រាត់ប្រាសគ្នាទេគឺជាដំណើរទៅដោយមិនមានអាល័យគឺជាដំណើរទៅដោយសេចក្តីនឿយណាយនិងរង្គៀសរអាចំពោះវដ្តសង្សារដែលប្រៀបបីដូចជាត្រើយអាយនេះនឹងអញ្ចឹងដែលគួរឲ្យរង្គៀសមានចៅមានខ្មាំងមានសត្រូវមានអាសេរពឹសមានអ្នកសម្លាប់មានអ្នកបោកបញ្ឆោតដូច្នេះដែលអាចដើម្បីបានទៅកាន់ត្រើយនេះជាបរមសុខសាននោះហ្នឹងចឹងមិនមែនបានទៅដល់ត្រើយនេះហ្នឹងទៅបានដោយសារត្រើយអាយនេះជាអ្នកបញ្ជូនទៅទេប៉ុន្តែដែលអាចទៅបានក៏ដោយអាស្រ័យមានព្រហ្មយានដែលជាក្បូនដែលអាចចម្លងឲ្យបានដល់ត្រើយនេះនោះបានករុណាគុណម្ចាស់និងញាតិញោមបងប្អូនស្រីប្រុសទាំងដើម្បីរលាស់ចោលនៅសកាយៈដែលជាឧបាទានខណ្ឌ5នេះគឺអប់រំរឿយកំណត់រឿយនៅការកើតឡើងតាមទ្វារទាំង6ហ្នឹងហើយនឹងការវិនិច្ឆ័យទៅសូន្យទៅជាធម្មតាទីបំផុតបកករណាគុណម្ចាស់នឹងបានជ្រាបច្បាស់អំពីការរលាស់ចោលនៅសង្ខារធម៌តាមលោកភ្នែកលោកតិចលោកច្រមុះលោកបណ្ដាតលោកកាយនិងលោកចិត្តហើយបកករណាគុណម្ចាស់នឹងអាចបានដល់ទីបំផុតទុកព្រោះរលាស់ចោលនៅលោកនឹងឈ្មោះថាផុតចាកលោកនេះគឺជាដំណើរដែលចេញអំពីលោកទៅកាន់ព្រះនិព្វានដោយអាស្រ័យព្រះធម៌ជាគ្រឿងនាំទៀតនឹងដោយអាស្រ័យព្រះសទ្ធម្មជាព្រហ្មយានដ៏ប្រសើរនឹងដំណើរនឹងល្អណាស់ប្រពៃណាស់ប្រកាសណាគុណម្ចាស់ទៀតមានអីដើម្បីនឹងថាកាយនេះដែលស្មោកគ្រោកនេះដែលសៅមងនេះដែលជាសម្បុកនៃរោគនេះប្រកបដោយមហាភូតរូបពួតនឹងគួរអីដើម្បីនឹងថាជាខ្លួនយើងប៉ុណ្ណឹងសោះទៀតមិនជាធំប៉ុន្មានយើងមិនអាចចោលបានដើម្បីទៅកាន់ព្រះនិព្វានសំបើអីដើម្បីយើងទទួលធម៌ជាមរតករបស់ព្រះពុទ្ធជាបិតាទៀតមានអីដើម្បីស្ដាយតាំងតែពីចុងសក់ដល់បាតជើងទៀតហើយទៅតឹងប្រមាណ1ហត្ថហ្នឹង
គឺជាសម្បុកនៃរោគទទួលនៅចង្រៃឧបទ្រពសពគ្រប់ទាំងអស់រវល់រំខានជានិច្ចក្នុងថ្ងៃណាដែលមិនបានឆាន់មិនបានពិសាមានការហេវហត់ស្រេកឃ្លានឥតឧបមានេះគឺជាទោសរបស់រូបហើយត្រុតត្រោមទៅជានិច្ចក្រំគ្រាទៅជានិច្ចសម្ដីនៅក្នុងបឋមវ័យរូបរាងស្រស់បោះសំសួនទាំងអស់គ្រប់អវយវៈយ៉ាងណាប៉ុន្តែថារមែងក្រំគ្រាទៅនឹងរមែងត្រុតត្រោមទៅនេះជាទោសរបស់រូបហើយក៏ជាធម្មជាតិសត្វសត្វដូចព្រៃដូចភ្នំរុក្ខាលតាវរនឹងរុក្ខជាតិតិនជាតិមានស្មៅមានវរដើមឈើតូចធំនឹងយ៉ាងណាធម្មជាតិនោះតែមានការចាស់ទៅតែមានការស្លាប់ទៅមានការទុក្ខភ័យទៅយ៉ាងណាធម្មតារូបនេះក៏ដូចគ្នាយ៉ាងដូចនោះដែរហ្នឹងអញ្ចឹងហើយម្យ៉ាងវិញទៀតអាស្រ័យនឹងរូបកាយនេះក៏មានត្រឹមតែវិញ្ញាណតែប៉ុណ្ណោះដែលជាបឋមជាប្រធានក្នុងការដឹងអារម្មណ៍ក្នុងការដឹងរឿងដែលប្រកបដោយចេតសិកធម៌យ៉ាងណាប្រធាននឹងឯងគឺចិត្តដែលជាធំដែលជាប្រធានមានការឃើញរូបក៏ត្រឹមតែចិត្តមានការឮសំឡេងក៏ត្រឹមតែចិត្តមានការធំក្លិនក៏ត្រឹមតែចិត្តនឹងអញ្ចឹងទៀតឥឡូវយើងឮសំឡេងយើងគួរកាត់ទុកចង្អៀតចង្អល់នឹងឮសំឡេងផ្សេងដែលយើងមិនពេញចិត្តឬក៏យើងត្រូវដើម្បីរលាស់ចោលនៅការឮហ្នឹងនេះយើងអាចដើម្បីរលឹកបានសិក្សាបានតាមឱវាទទូមានរបស់ព្រះសាស្តាដើម្បីឲ្យមានធម៌ជាកោះដើម្បីឲ្យមានធម៌ជាទីពឹងទាំងបើយើងនៅតែក្នុងលោកភ្នែកអញ្ចឹងលោកតិចអញ្ចឹងស្ដុកណាស់នឹងវោវឹកណាស់ចង្អៀតចង្អល់ណាស់ណាអ៊ូអរណាស់ហើយគួរឲ្យភ័យខ្លាចគួរឲ្យញញើតណាស់នឹងទាំងប្រៀបបីដូចជាក្នុងវេលាយប់ស្ងាត់នៅក្នុងព្រៃស្ម័គ្រសាននឹងដែលអាចមានការរំខានអំពីពួកអមនុស្សទាំងឡាយផ្សេងឬសូរឆ្កែព្រុសជាចកលូនិងសម្លេងពួកម្រឹកទាំងឡាយកាចយើងមិនអាចដើម្បីសប្បាយរីករាយនៅក្នុងព្រៃស្ម័គ្រសាននោះបានប៉ុន្តែដែលយើងអាចដើម្បីមានរិទ្ធយ៉ាងណាមានអភិញ្ញាយ៉ាងម៉េចហោះចេញចាកអំពីទីព្រៃខ្មោចនោះព្រៃស្ម័គ្រសាននោះទៅកាន់ទីវាលស្រឡះក្រោមពលឺប្រចាំភ្លឺច្បាស់នឹងហើយដែលជាទីសុខជាទីសេមខ្សាន្តយ៉ាងណាគឺយើងត្រូវបានចេញចាកអំពីលោកដែលគួរឲ្យភ័យខ្លាចប្រៀបបីដូចជាព្រៃខ្មោចគឺលោកភ្នែកលោកតិចលោកច្រមុះលោកអណ្ដាតលោកកាយនិងលោកចិត្តនេះដែលជាលោកស្ដុកលោកចង្អៀតចង្អល់លោកខ្វាយខ្វល់នឹងឯងចេញចាកលោកនឹងដោយរិទ្ធដោយអភិញ្ញាពោលគឺការដឹងច្បាស់នៅរូបធម៌និងនាមធម៌នឹងឯងសូន្យតែចាកខ្លួនយើងអាហ្នឹងដែលយើងអាចចេញផុតបាននឹងមិនមានការរំខានអ្វីអំពីសត្រូវគឺកិលេសដែលនៅសេះនៅសល់ក្នុងសន្តានពីព្រោះអីពីព្រោះបានលះទៅដោយបញ្ញាបានកំចាត់បងបានកោះឬគល់ទៅដោយអរិយមគ្គនឹងកណ្ដាលគុណម្ចាស់ទៀតនេះគឺជាការលះបង់នៅលោកមើលដែលយើងសំបីតែនៅក្នុងមនុស្សលោកយើងសពថ្ងៃហ្នឹងក៏អញ្ចឹងមានអីដើម្បីនឹងថាគួរឲ្យរីករាយបើយើងនិយាយទៅតាមព្រះធម៌បើយើងនិយាយទៅតាមព្រះសទ្ធម្មអានេះយើងថាជាផុតសំណាងជាលៀបយើងដើម្បីនឹងបានកើតជាមនុស្សស្ដាប់ព្រះធម៌ណាទៀតប៉ុន្តែដែលប្រយោជន៍នៃការស្ដាប់ព្រះធម៌ដែលស្ដាប់បានទៅមិនមែននៅក្នុងការពេញចិត្តក្នុងកំណើតមនុស្សនឹងរហូតតទៅណាអញបានជាមនុស្សបានអញស្ដាប់ធម៌អាហ្នឹងវាទៅជារឿងមានអ្នកវាទៅជារឿងទិដ្ឋិដូច្នេះយើងកុំភ្លេចថាដែលជាផុតជាសំណាងជាលៀបក្នុងកំណើតមនុស្សដើម្បីបានស្ដាប់ព្រះធម៌នោះគឺដែលជាប្រយោជន៍សំខាន់គឺវាមិនមែននៅត្រង់ការប្រកាន់ក្នុងកំណើតជាមនុស្សនេះនៅតែថាជាខ្លួនថាជារបស់ខ្លួនថាជាអញថាជារបស់អញនឹងទេបើនៅតែខ្លួននៅជារបស់ខ្លួននៅតែអញនៅតែរបស់អញទេប្រយោជន៍ដែលកើតមកជាមនុស្សនេះតិចតួចណាស់ស្ដួចស្ដើងណាស់ទេហ្នឹងសូមឲ្យបានជ្រាបអញ្ចឹងផងណានឹងវាមិនមែនរឿងការសរសើរកំណើតមនុស្សនេះដើម្បីការប្រកាន់ទិដ្ឋិតម្លើងមាននេះទេសរសើរកំណើតមនុស្សនេះត្រង់ប្រព្រឹត្តព្រះមេចរិយធម៌ដើម្បីលះ
ចិត្តថៃមាននេះនឹងលះអំនួតអួតអាងក្នុងខ្លួនឯងដែលជាមនុស្សហើយធុញទ្រាន់នឿយណាយក្នុងភពក្នុងវដ្តសង្សារអត់មានឃើញថាការដែលកើតមកជាមនុស្សនេះដើម្បីសុខដុមខ្សែមខ្សានបានឃើញបានឮបានជួបប្រសពទ្រព្យសម្បត្តិមាសប្រាក់កិត្តិយសនឹងថាប្រសើរក្រំបើនៅត្រង់នឹងព្រៃស្ដុកទៀតនឹងព្រៃស្ដុកព្រៃស្ងាត់ព្រៃដែលគួរឲ្យខ្លាចនឹងដែលមានតែពីការកាប់សម្លាប់ដោយមច្ចរាជដោយឃាតករគឺបញ្ចខੰអាហ្នឹងប៉ុន្តែបើឱកាសមានទៀតបើឱកាសដែលអាចដើម្បីចេញអំពីព្រៃស្ម័គ្រសានព្រៃខ្មោចភ្លឹកព្រៃភយន្តរាយយើងអាចមានឱកាសចេញបានអញ្ចឹងទៅកាន់ទីវាលស្រឡះសុខសេមសានគឺព្រះនិព្វានផុតចាកសង្ខារធម៌ហ្នឹងយើងដំអកថាមិនទៅយ៉ាងម៉េចចឹងទៅនឹងចឹងដូច្នេះយើងអាចមានឱកាសរលាស់ចោលបាននៅរូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលកើតមានតាមផ្លូវពេកនឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណតាមផ្លូវត្រចៀតាមផ្លូវច្រមុះផ្លូវណាផ្លូវកាយរូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលកើតមានតាមផ្លូវចិត្តនឹងពិតជាឧបាទានខណ្ឌទៀតនឹងដូច្នេះមិនអាចដើម្បីអ្នកណាមកនាំយើងទៅកាន់ព្រះនិព្វានបានដោយយកបញ្ចខੰទៅជាមួយដូចជាយើងទៅលេងទីនេះទីនោះមានព្រៃភ្នំឬទឹកបឹងទឹកទន្លេទឹកធ្លាក់អីជាដើមនោះទេនឹងចឹងប៉ុន្តែដែលអាចដើម្បីបានទៅកាន់ព្រះនិព្វានពិតប្រាកដនោះគឺជាដំណើរដែលចេញអំពីខੰទុក្ខខੰក្នុងលោកនេះឯងជាធម្មតារូបខੰបណ្ណានៅប៉ុណ្ណឹងទាំងអស់ចឹងណាទៀតវេទនាខੰសញ្ញាខੰសង្ខារខੰវិញ្ញាណខੰនឹងនៅក្នុងលោកនេះយ៉ាងណាជាធម្មតាប៉ុន្តែប្រករណាគុណម្ចាស់បាននៅព្រះសទ្ធម្មរំលត់កិលេសគឺរំលត់សេចក្តីប្រកាន់ថារូបជាខ្លួនវេទនាជាខ្លួនសោយអារម្មណ៍និងសញ្ញាចាំនឹងជាខ្លួនសង្ខារតតែងចិត្តនឹងជាខ្លួនចិត្តវិញ្ញាណឃើញឬធំក្លិនដឹងរសដឹងហត្ថពៈនឹកគិតនឹងជាខ្លួនការរំលត់កិលេសការរំលត់សេចក្តីប្រកាន់នឹងបានបញ្ចខੰនៅជាធម្មតាប្រកាសណាគុណម្ចាស់រមែងរួចពីបញ្ចខੰព្រោះមិនប្រកាន់ថាមានខ្លួននៅក្នុងលោកនេះនឹងជាការរលាស់ចោលនៅខੰទៀតព្រោះរំលត់សេចក្តីប្រកាន់នឹងឲ្យបានជ្រាបអំពីការរលាស់ចោលនៅបញ្ចខੰគឺរំលត់សេចក្តីប្រកាន់រំលត់ឆន្ទរាគៈនេះឯងដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងរឿយថាសត្វលោកនេះងងឹតណាស់ត្រូវអវិជ្ជាគ្រប់សង្កត់មិនអាចផុតចាកវត្តដាក់បានព្រោះតែមានសេចក្តីត្រេកអរក្នុងលោកអានឹងចឹងណាទៀតដែលមិនអាចរួចផុតចាកវត្តដាក់បាននឹងព្រោះសេចក្តីត្រេកអរក្នុងលោកនេះមើលដូចជាលោកបងគ្រូសម្ដែងអំពីព្រះបណ្ណៈដែលទទួលកម្មដ្ឋានអំពីព្រះអង្គចឹងដែលបានដល់ទីបំផុតទុកព្រោះតែរំលត់នៅនន្តិគឺសេចក្តីរីករាយក្នុងអារម្មណ៍ទាំងឡាយតាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវច្រមុះផ្លូវដាផ្លូវកាយនិងផ្លូវចិត្តនឹងដែលអាចដល់ទីបំផុតទុកបានប្រកាសណាគុណម្ចាស់ទៀតណានឹងក្នុងថ្ងៃនេះខ្ញុំកណ្ដាលសម្បត្តិនឹងសម្ដែងនៅឯកតកៈរបស់ភិក្ខុមួយអង្គទៀតដល់យ៉ាងខ្លីគឺព្រះធរៈព្រះនាមកង្ខារេវតៈកង្ខារេវតៈទៀតបន្តអំពីព្រះរេវតៈទី14មកទី15នេះគឺកង្ខារេវតៈលោកមានឈ្មោះថារេវតៈដែរប៉ុន្តែលោកច្រើនទៅដោយការសង្ស័យទៀតនឹងច្រើនទៅដោយការសង្ស័យដូចជានៅតាមផ្លូវវិន័យចំពោះរបស់ដែលជាកប្បយៈរបស់ដែលជាអកប្បយៈលោកចិត្តតែសង្ស័យកប្បយៈមែនអកប្បយៈមែនឬក៏មិនមែននឹងចឹងបានជាស័ក្តិព្រះមចារីនឹងហៅលោកថាកង្ខារេវតៈរហូតដល់លោកបានទៅជាព្រះអរហន្តអស់ការសង្ស័យហើយនឹងក៏ដោយស័ក្តិព្រះមចារីនៅតែហៅលោកកង្ខារេវតៈដដែលលោកកំពូលលើភិក្ខុទាំងឡាយផ្នែកខាងចូលឈានលោកមានសេចក្តីត្រេកអរមនោរម្យតាមបតីរបស់លោកដោយការចូលឈានសមាបត្តិឯណាដែលព្រះរាមានុភាតែងចូលកង្ខារេវតៈលោកតែងចូលសមាបត្តិនោះចូលឈាននោះដោយសេចក្តីថាការចូលឈានរបស់លោកនឹងទាំងយប់ទាំងថ្ងៃមិនសូវមានឱកាសទំនេរក្រៅអំពីឈានទេលោកចូលណាស់ចូលឈានណាស់នឹងមានឱកាសនិមន្តបិណ្ឌបាតឆាន់អីចឹងទៅ
ផុតអំពីកិច្ចការងារផុតអំពីកិច្ចវត្តសពគ្រប់លោកចូលឈានទោះជាយប់ក៏ដោយថ្ងៃក៏ដោយលោកកំពូលលើភិក្ខុទាំងឡាយទាំងអស់ផ្នែករឿងចូលឈានហ្នឹងមានវិហារធម៌នៅដោយសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងដោយសារការចូលឈានសមាបត្តិហ្នឹងឧបនិស្ស័យរបស់លោកជាប់តមកតាំងតែអំពីព្រះសាសនានៃព្រះសម្មាសម្ពុទ្ធបតមុត្តរៈនឹងផងដែរដោយតែព្រះធេរៈមុនអញ្ចឹងរឿងហ្នឹងកណាគុណម្ចាស់ក៏អាចជ្រាបបានព្រោះបានស្ដាប់ច្រើនអង្គមកដែលលោកបានបំពេញនៅទានប្រមាណជា7ថ្ងៃរួចទៅក៏បានក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធបតមុត្តរៈថាក្នុងទីបំផុតថ្ងៃទី7កន្លងទៅនោះខ្ញុំព្រះអង្គបានជ្រាបដឹងនៅភិក្ខុមួយអង្គដែលព្រះតថាគតបានស្ថាបនាឲ្យជាកម្ពូលលើភិក្ខុទាំងឡាយក្នុងតំណែងមួយគឺថាត្រេកអរក្នុងការចូលឈាននឹងតំណែងនេះធំណាស់ដូច្នេះខ្ញុំម្ចាស់ដែលបានធ្វើមហាទានពុំមានប្រាថ្នាសម្បត្តិមនុស្សទេវតាប្រអិនប្រព្រំឬស្ដេចចក្រពត្តិអីឡើយគឺខ្ញុំព្រះអង្គម្ចាស់សូមប្រាថ្នាឲ្យបានតំណែងនោះក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធនាអនាគតនឹងដែលមិនមានអន្តរាយអញ្ចឹងព្រះអង្គទ្រង់ព្យាករថាមិនត្រូវបានសម្រេចហើយលោកបានសម្រេចពិតមែនទេលោកបានសម្រេចគឺលោកបានកើតមកនៅក្នុងត្រកូលដែលមានសម្បត្តិច្រើននៅនៃក្រុងសាវត្ថីសម័យដែលពុទ្ធបរិស័ទកាន់នៅគ្រឿងសក្ការៈបូជាទាំងឡាយផ្សេងចេញអំពីក្រុងចូលទៅកាន់អារាមគឺវត្តចេតពុទ្ធហ្នឹងដើម្បីស្ដាប់ប្រធัวរបស់ព្រះអង្គនៅវេលាផុតតាហាថ្ងៃត្រង់រួចនោះការដែលលោកស្ដាប់ប្រធัวគឺលោកឈួរស្ដាប់ដោយសេចក្តីគោរពនៅអំពីក្រោយបរិស័ទឧបនិស្ស័យជ្រះថ្លាក៏លោកបានបព្វជិឧបសម្បទាហើយការដែលលោកនៅជាបឋមជននឹងលោកមានសេចក្តីសង្ស័យច្រើនណាស់នឹងនៅក្នុងរឿងព្រះវិន័យមានសេចក្តីថារបស់នេះគួរឬមិនគួរសំដីរបស់នឹងមិនគួរឲ្យសង្ស័យអីនឹងយ៉ាងណាក៏លោកនៅតែច្រើនដោយការពិចារណាតាមការសង្ស័យគឺវិជ្ជកិច្ឆាមិនត្រឹមតែការសង្ស័យនៅក្នុងវិន័យប៉ុណ្ណឹងដែលជាបឋមជនទេគឺមានការសង្ស័យនៅក្នុងរឿងអតីតកាលអាត្មាអញហ្នឹងពីដើមហ្នឹងធ្លាប់កើតជាអីណោះហ្នឹងជាស្រីឬជាប្រុសមានឈ្មោះថាម៉េចមានអាហារបរិភោគយ៉ាងម៉េចវងតកូលម៉ែឪបងប្អូនហ្នឹងយ៉ាងណាអាការសង្ស័យដេញទៅអតីតកាលហ្នឹងគឺវិជ្ជកិច្ឆាចេតសិកដែរទៀតហ្នឹងធម្មតាបឋមជនកិច្ចមិនរួចពីការសង្ស័យអញ្ចឹងទេព្រមបីជឿមានអតីតជាតិជឿមានជាតិខាងមុខតទៅជាបរលោកហើយនឹងអញ្ចឹងក៏ដោយតែនៅមានសង្ស័យថាក្រោយពីស្លាប់ទៅនឹងអញកើតជាអីចេះព្រោះអញនឹងត្រូវស្លាប់ទៅឆាប់អាហ្នឹងគឺជាវិជ្ជកិច្ឆាហើយចឹងការសង្ស័យហើយណាប៉ុន្តែដល់ទេខ្ញុំអត់សង្ស័យទេខ្ញុំធ្វើបុណ្យខ្ញុំមុខតែទៅកើតជាទេវតាហើយនឹងប៉ុន្តែថាក្រៃលោមានបាបអកុសលសៅมองចិត្តនៅពេលចិត្តស្លាប់អានឹងមុខតែអបាយភូមិនឹងខ្ញុំនឹងមុខអញ្ចឹងអានឹងមិនមែនវិជ្ជកិច្ឆាទេប៉ុន្តែជាទិដ្ឋិគឺការយល់ឃើញខុសដោយសាសតៈទិដ្ឋិយល់ឃើញថាខ្លួនហ្នឹងមាននៅក្នុងបច្ចុប្បន្នភពបច្ចុប្បន្នជាតិនេះជាសត្វជាបុគ្គលហើយក្រោយពីស្លាប់ទៅខ្លួននឹងមានក្នុងបរិលោកក្នុងជាតិមុខទៀតអាហ្នឹងគឺមិនមែនការសង្ស័យព្រោះដឹងច្បាស់តែខ្លួននឹងទៅកើតទៀតប៉ុន្តែក្នុងខណៈហ្នឹងលោភៈមូលចិត្តកើតឡើងមិនប្រកបដោយវិជ្ជកិច្ឆាទេតែប្រកបដោយសកាយទិដ្ឋិជាសាសតៈទិដ្ឋិប្រការណាគុណម្ចាស់ទៀតណាក្នុងព្រះសាសនានេះមានធម៌ប្រព្រឹត្តបរិបត្តិកំចាត់នៅសេចក្តីប្រកាន់ថាខ្លួនមានក្នុងបច្ចុប្បន្នហ្នឹងណាទៀតនឹងមិនមានសេចក្តីត្រេះរិះថាខ្លួនកំពុងរស់នៅមិនមានសេចក្តីត្រេះរិះថាសត្វបុគ្គលជាស្រីជាប្រុសហ្នឹងគឺខ្លួនយើងនឹងមិនកង្វល់នឹងខ្លួនថាកើតមាន
នេះដែលអាចរួចផុតចាកទុក្ខបានមិនបានពិចារណាឃើញតែខ្លួនបានមានហើយក្នុងអតីតមិនបានពិចារណាឃើញតែខ្លួននឹងមានក្នុងអនាគតហើយក៏មិនបានប្រកាន់ក្នុងខណ្ឌបច្ចុប្បន្នថាខ្លួនដែរនេះគឺជាការរួចអំពីអតីតរួចអំពីអនាគតរួចអំពីបច្ចុប្បន្នទាំងនឹងដែលបានរួចអំពីកាលទាំងដីនេះឈ្មោះថាបានដល់ព្រះនិព្វានខន្ធវិមុតតិដែលជាព្រះនិព្វានអត់មានអតីតកាលអត់មានអនាគតកាលអត់មានបច្ចុប្បន្នកាលពីព្រោះមិនមានសង្ខារធัวដែលកើតនឹងរលត់នឹងចឹងបើប្រកាសណាប្រគុណម្ចាស់មិនមានក្នុងអតីតកាលព្រោះរំលត់ទិដ្ឋិមិនមានក្នុងអនាគតកាលព្រោះរំលត់ទិដ្ឋិហើយក៏មិនមានក្នុងបច្ចុប្បន្នកាលព្រោះរំលត់ទិដ្ឋិនឹងឈ្មោះថាប្រកាសណាប្រគុណម្ចាស់ដល់ព្រះនិព្វានដែលមិនមានអតីតអនាគតនិងបច្ចុប្បន្នគឺប្រកាសណាគុណម្ចាស់មិននៅក្នុងអតីតកាលមិននៅក្នុងអនាគតកាលមិននៅក្នុងបច្ចុប្បន្នកាលនឹងឈ្មោះថាបានដល់ព្រះនិព្វានព្រោះផុតចាកកាលទាំងដីនឹងណាប្រកាសណាគុណម្ចាស់ទៀតមិនសង្ស័យថាក្រោយពីស្លាប់ទៅអាត្មាទៅកើតជាអីទេវាជារឿងវិបាកខណ្ឌដែលតាក់តែងដោយកម្មនឹងដូចជារឿងលខោនលោកគ្រូបងសម្ដែងមុននឹងចឹងរឿងនឹងព្រះអរិយបុគ្គលមិនសង្ស័យឡើយបដិសន្ធិកើតមានព្រោះកម្លាំងកម្មជាបច្ច័យតាក់តែងជាតិភពកំណើតថ្មីនឹងយ៉ាងណាតែមិនបានប្រកាន់ថាសត្វបុគ្គលទូខ្លួនអាត្មាអញជាអ្នកទៅកើតឡើយព្រោះនេះវាជារឿងវដ្តសង្សារប៉ុន្តែថាលោកបានលោតចេញអំពីដំណើររបស់ភពនេះទៅកាន់ព្រះនិព្វានទៅកាន់ទីដែលមិនស្លាប់នោះដូចជាឡានដែលបាញ់ទៅទម្លាក់ជ្រោះនោះដែលលោកដឹងតែឡាននឹងមុខតែធ្លាក់ជ្រោះហើយលោកលោតចេញអំពីលើឡាននឹងដល់ទីដែលមិនស្លាប់នោះមិនបានជាប់ទៅជាមួយនឹងឡានយ៉ាងណាដំណើរខណ្ឌដែលប្រទៅរកជាតិជារាជាតិមរណៈលោកមិនបានជាប់តាមទៅជាមួយទេព្រោះលោករំលត់ទិដ្ឋិពោលគឺការលោតចេញអំពីឡាននៃវត្តនេះដំណើរនៃការលោតគឺជាតួបញ្ញាដែលជាអរិយមគ្គណាទៀតនឹងដែលបានដល់នៅព្រះនិព្វានគឺទីដែលមិនស្លាប់អញ្ចឹងដូច្នេះប្រកាសណាគុណម្ចាស់ទៀតដូចជាព្រះកង្ខារេវតៈអញ្ចឹងទីបំផុតលោកបានទទួលនៅការអប់រំកម្មដ្ឋានអំពីព្រះសាស្តាលោកក៏បានចូលកម្មឈានដែលបានសម្រេចហើយនោះទីបំផុតឈានហ្នឹងក៏បានទៅជាបាបយ៉ាងអស្ចារ្យមួយទៀតក្នុងការដែលត្រូវបាញ់ទម្លុះនៅកិលេសនឹងហើយក៏បានអស់អាសវៈបានជាព្រះអរហន្តទៅនឹងអញ្ចឹងម្ល៉េះហើយលោកមានវិហារធម៌ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្នគឺចូលកម្មឈានទៀតនឹងគឺចូលឈានយ៉ាងច្រើនលើភិក្ខុណានាទាំងអស់ឈ្មោះថាអេតបកៈមួយផ្នែកខាងរឿងចូលឈានរបស់ព្រះកង្ខារេវតៈលោកបានសម្ដែងនៅព្រះគាថាមួយក្នុងព្រះថេរគាថាឯកនិបាតទៀតដោយសេចក្តីថាអ្នកទាំងឡាយចូលមើលចុះនៅបញ្ញារបស់ព្រះតថាគតដែលភ្លឺស្វាងរុងរឿងដូចជាភ្លើងនៅពេលយប់ព្រះតថាគតបានកំចាត់បង់នៅសេចក្តីសង្ស័យរបស់វិន័យសត្វដែលបានចូលមកកាន់សំណាក់របស់ព្រះអង្គបានឲ្យនៅភាពភ្លឺស្វាងបានឲ្យនៅដួងចក្ខុដល់សត្វលោកហ្នឹងលោកបានពោលនៅគាថានឹងមួយគឺសរសើរព្រះដ៏មានព្រះភិក្ខដែលព្រះអង្គមានបញ្ញាដែលមិនអាចមានបុគ្គលក្នុង100,000ចក្រវាលណាប្រៀបស្មើនឹងព្រះអង្គបានព្រះអង្គមានបញ្ញាភ្លឺរុងរឿងដូចជាភ្លើងឆេះសន្ធោសន្ធៅនៅពេលយប់នឹងអញ្ចឹងព្រះអង្គបានកម្ចាត់បង់នៅសេចក្តីសង្ស័យរបស់សត្វលោកមិនឲ្យសល់ក្នុងសន្តានដែលសត្វលោកនោះឯងសំតាមវិន័យដែលគួរដល់ការប្រោសដល់ការអធ្យាស្រ័យនឹងអញ្ចឹងហើយដែលកាន់សំណាក់ដែលមកកាន់សំណាក់នៃព្រះអង្គអញ្ចឹងគឺព្រះអង្គទ្រង់បានឲ្យនៅភាពភ្លឺស្វាងព្រះអង្គទ្រង់បានប្រទាននៅដួងចក្ខុដល់សត្វលោកបានដល់បញ្ញាចក្ខុដែលអាចដើម្បីត្រាស់ដឹងនៅសច្ចធម៌បានទៀតនឹងនៅក្នុងថ្ងៃស្អែកមានឱកាសខ្ញុំកណ្ដាលខ្ញុំបាទនឹងសម្ដែងនៅប្រវត្តិព្រះសោណៈទៀតនិងកោលវិស័កសោណៈកោលវិស័កលោកជាកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានសេចក្តីព្យាយាមប្រវត្តិរឿងរ៉ាវរបស់លោក